បើសិនជាឲ្យខ្ញុំរើសមកចំណុចសួរថាឡានមួយនេះខ្ញុំចាប់អារម្មណ៍ចំណុចណាជាងគេតោះខ្ញុំនាំមកមើលបន្តិចមិនមែនជារូបរាងនៅខាងក្រៅទេក៏ប៉ុន្តែនេះមកកណាត់នៅលើតាប់ឡូនេះហើយលើថាឡានមួយនេះចេះបើកខ្លួនឯងអូខេខ្ញុំសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃហ្នឹងយើងក៏មានឡានថ្មីដែរនេះ Chili Starray រចនាបថរបស់វាគឺយកចេញពីផ្កាយលើមេឃដូចឈ្មោះរបស់វាអញ្ចឹងរចនាបថរបស់វាឃើញថារៀងប្លែកខ្ញុំចាប់អារម្មណ៍ជាមួយនឹងចង្កៀងខាងមុខរបស់វាអុសកាត់មកជួរពេញ LED បើខ្ញុំគិតមិនខុសទេឡានទំនើបអញ្ចឹងចង្កៀងមុខរបស់វាប្រកាសជាមានមុខងារតម្លើងតម្លាក់ហ្វាកូដអូតូហើយធានាឲ្យតោះឥឡូវខ្ញុំនាំទៅមើលខាងក្រោយបន្តិចខាងក្រោយចង្កៀងស្តៀងគ្នាជាមួយនឹងខាងមុខដែរហើយចង់ដឹងថាតើឡានមួយនេះឃ្លុបក្រោយអេឡិចត្រូនិកអត់មានប៊ូតុងអេឡិចត្រូនិកឡានមួយនេះដោយសារតែវាចូលទៅជាប្រភេទឡាន crossover ហើយអញ្ចឹងឃ្លុបខាងក្រោយរបស់វាទលាយគួរសមយ៉ានកង់របស់វាយ៉ាន Sport 20 អ៊ីងហើយខ្ញុំអើតមើលមិញទៅដូចជាជើងខំរបស់វាអានេះប្រភេទ Multilink suspension ទៀតតាមដឹងមកប្រភេទ Multilink គឺជិះទៅទប់លំនឹងល្អហើយអត់សូវជាអាលាក់ឯងចូលមកនៅខាងក្នុងនេះអីដែលតាក់ភ្នែកជាងគេហ្នឹងគឺមកកណាត់នៅខាងលើតាប់ឡូឡាននេះ Material Quality ស្បែកលាយជាមួយនឹងកាមេរ៉ារបៀបបែបឡាន Performance នៅលើតាប់ឡូនេះAmbient Light ហើយដែលខ្ញុំឆែកជាមួយនឹង Spec ទៅគឺវា link ជាមួយនឹងម៉ាស៊ីនត្រជាក់ឥឡូវតេស្តទាំងអស់គ្នាអូខេ link ជាមួយនឹងម៉ាស៊ីនត្រជាក់មានចលនាភ្លើង Ambient Light នេះវា link ជាមួយនឹងបទចម្រៀងហើយមិនមែន link តែភ្លើងនៅលើនេះទេនៅក្នុង computer digital ក៏មាន animation មានចលនា load ទៅតាមបទចម្រៀងដែរចំណុចនេះមួយឃើញប្លែកពីគេមួយទៀតអេក្រង់នេះបញ្ឈរឆែកមើលទៅអេក្រង់នេះដូចជាខ្ទង់13អ៊ីងបើខ្ញុំទាញមិនខុសទេឆែកមើលទាំងអស់គ្នាថាតើនៅលើអេក្រង់នេះយើងអាចធ្វើអីបានខ្លះអូខេទី1ដែលខ្ញុំឃើញមុនគេគឺម៉ាស៊ីនត្រជាក់សេរីបានឆ្វេងស្ដាំផ្សេងគ្នាចំហៀងម្នាក់មួយទៀតដូចជាមានខ្យល់ត្រជាក់នៅលើកៅអី ventilation seat អូត្រជាក់ខ្នងហើយត្រជាក់គូនត្រជាក់ហើយមានសងខាងទៀតអូត្រជាក់ស្រួលត្រជាក់លឿននៅលើអេក្រង់នេះដែរឃើញមានគេដាក់សញ្ញាឡានពីខាងលើទៅយើងឃើញមាន driving mode Eco Comfort Sport ជាមួយនឹង Intelligent Mode ហើយបន្តមកទៀតអេក្រង់នេះគឺឃើញមាន function ច្រើនមែនតើនេះអូក៏ប៉ុន្តែអីដែលខ្ញុំចាប់អារម្មណ៍មួយគឺនៅកន្លែង sound គេមាន headrest sound អញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាមកមើលកន្លែងកៅអីនេះបន្តិចក៏ប៉ុន្តែនៅលើក្បាលកៅអីនេះប្រហោងហ្នឹងគឺជាកន្លែងដែលគេប្រកបជាមួយនឹង speaker នៅលើក្បាលកៅអីតាក់ទងជាមួយនឹង headrest នេះដែរគឺមាន3 mode យើងមាន share មាន riding comfort អានឹងស្ដាប់ឮទាំងអស់គ្នាហើយមួយទៀតគឺ enjoy ហ្នឹងនេះ private ស្ដាប់ម្នាក់ឯងឮតែខ្ញុំកាមេរ៉ាមែនឮអត់កាមេរ៉ាមែនអូខេអត់ឮអូខេប៉ុន្តែបើសិនជាយើងស្ដាប់ទាំងអស់គ្នាវិញបាសនេះសលេងធ្ងន់ហើយយើងអាចដូចជាអាចសេរីសលេងបាសបានទៀតអានេះគឺខ្ញុំបើកបាស standard ដែលគេមានស្រាប់ទេក្រៅពីហ្នឹងដែរនៅលើអេក្រង់នេះដូចជាយើងអាចកំណត់មុខងារបានច្រើនទៀត ambient light យើងអាចដូរពណ៌វាបានឬមួយក៏យើងដាក់ឲ្យវា link ជាមួយនឹងបទចម្រៀងក៏បានដែរខ្ញុំចាប់អារម្មណ៍មួយទៀតនៅពេលដែលអូសអេក្រង់នេះទៅឃើញគេដាក់ពាក្យថា UHD head up display អញ្ចឹងនេះនៅខាងមុខបងប្អូនទាំងអស់គ្នាប្រហែលជាធ្លាប់ស្គាល់ក៏ប៉ុន្តែសម្រាប់ Chili Starray នេះខ្ញុំឃើញប្លែកត្រង់ថាមើលទៅគឺឃើញនៅឆ្ងាយពីឡានរបស់យើងបើ head up display សេរីចាស់យើងឃើញនៅលើកញ្ចក់បងប្អូនខ្លះគាត់ហៅ counter slide ដោយសារតែវាប្រចាំង slide មកឃើញនៅលើកញ្ចក់តែអានេះអត់ទេឃើញនៅមុខឥឡូវខ្ញុំអូសអេក្រង់នេះមកផ្នែកទៀតយើងឃើញថាវាអត់មានអីច្រើនទេឃើញមានចំណុចមួយចំនួនដែលខ្ញុំគិតថាបងប្អូនទាំងអស់គ្នាអាចប្រើបានយើងមានកាមេរ៉ា360អូខេហើយអានេះដូចជាមានមុខងារ 3D ទៀតអូនេះ 3D smooth ច្បាស់ល្អហើយសំខាន់ smooth ចាប់ប្រវល់មកតាមដៃយើងហ្មងក្រៅពីនឹងដែរដូចជាអត់មាន Apple CarPlay ហើយក៏អត់មាន Android Auto ដែរប៉ុន្តែគេជំនួសមកវិញគឺមួយនេះ Auto Do អានឹងយើងអាច link smartphone របស់យើងចូលក្នុងអេក្រង់នេះហើយតាក់ទងជាមួយនឹង computer digital រៀង slim ហើយទូចតែក្នុងនេះយើងអាចមើលព័ត៌មានមួយចំនួនតាក់ទងមួយ driving mode ព័ត៌មានការបើកបរមានសម្ពាធកង់ display នៅលើនឹងស្រាប់ខ្ញុំគិតថានេះគឺជាមុខងារមួយដែលមានប្រយោជន៍ហើយនៅលើនេះដែរបើសិនយើងចុចប៊ូតុងបញ្ជាទៅដូចជាมันមានអីច្រើនដែលផ្លាស់ប្ដូរទេប៉ុន្តែខ្ញុំចាប់អារម្មណ៍មួយត្រង់ថាប៊ូតុងនៅខាងឆ្វេងពេលយើងចុចទៅមួយវាដាក់ adaptive cruise control ហើយខ្ញុំចុចមួយទៀតទៅវាចេញ G Pilot ខ្ញុំឆែកជាមួយនឹង website របស់ Chili Global ណា
គេបញ្ជាក់ថា Chief Pilot ហ្នឹងគឺជាមុខងារមួយដែលជួយឲ្យឡាននេះចេះបើកខ្លួនឯងឡាននេះចេះវ៉ាគេអូតូទៀតពេលយើងកំពុង set adaptive cruise control ហ្នឹងវាយសញ្ញោទៅបើសិនជានៅខាងក្រោយអត់មានឧបសគ្គទេឡានយើងវ៉ាគេអូតូផងតែបើទៅនៅមានប្រព័ន្ធសុវត្ថិភាពច្រើនទៀតដូចជាក់ស្ដែងទេ Starray ហ្នឹងមានតាំងពីមុខងារជាន់ Frank ដោយស្វ័យប្រវត្តិទៀតនៅពេលដែលមានឧបសគ្គដែលយើងហៅថា automatic emergency braking ហើយក៏ប៉ុន្តែនៅមានច្រើនទៀតប៉ុន្តែរៀបរាប់អត់អស់ទេអាចទៅមើលកាត់ប្លុកខ្លួនឯងបានទៅលើនេះអត់មានអីទេជាកូដ 2 electronic ហើយមានប៊ូតុង shortcut ដែលយើងប្រើចាំបាច់ឡើងចូលសលេងតែមុខងារមួយទៀតខ្ញុំគិតថាបងប្អូនទាំងអស់គ្នាប្រហែលជាត្រូវការចាំបាច់ wireless charge នៅខាងក្រោមនេះនៅពេលដែលយើងសាកថ្មទៅគឺវាបង្ហាញថា wireless charging កំពុងដំណើរការនៅលើអេក្រង់នេះចង្កេះលេខរចនាមកបែប electronic ទំនើបឆែកមើលអានេះមាន cool box អត់cool box មាន cool box ល្អដាក់ដបទឹកនៅកន្លែងនេះបានហើយភ្លេចប្រាប់បងប្អូនមួយទៀតកៅអី Sport electronic សងខាង material វាស្បែក steel quality memory seat អានេះអត់មានប៊ូតុងនៅលើដៃទ្វារណានេះពេលយើងចុចសេរីទៅវា load ឲ្យយើង save នៅនេះអញ្ចឹងបើយើងចង់បានទីតាំងហ្នឹងចុច save ទៅចប់ easy super មែនតើខាងក្រោយនេះតលាយដោយសារតែនេះវាឡានចូលប្រភេទ SUV ហើយអញ្ចឹងតលាយខាងក្រោយហើយមានម៉ាស៊ីនត្រជាក់រុនម៉ាស៊ីនត្រជាក់សងខាងអូខេបងប្អូនទាំងអស់គ្នា Starray នេះឃើញមានចំណុចដៃលេចធ្លោច្រើនហើយមួយទៀតបងប្អូនទាំងអស់គ្នាប្រហែលជាចង់ដឹងឡាននេះប្រើម៉ាស៊ីនមែនម៉ាស៊ីន 1.5 turbo ប្រអប់លេខ7វគ្គកម្លាំង174សេសកម្លាំងរមួលរបស់វា270 Newtonម៉ែត្រឡានមួយនេះដូចជាមានធានា5ឆ្នាំនេះ 5 year warranty ធានា5ឆ្នាំបងប្អូនទាំងអស់គ្នាបើសិនជាចង់មកមើលឡាននេះអាចមកមើលនៅ showroom របស់ Geely Cambodia សម្រាប់វីដេអូរបស់យើងនេះគឺមានតែប៉ុណ្្នឹង Geely Starray សមាជិកថ្មីទៅតែមកដល់អាចមកមើលបានអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយទៀតជម្រាបលាបាយបាយ